ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់គណៈកម្មការសូរិយោដីគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាក្រមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកោះកុងនិងអាជ្ញាធរខេត្តបានប្រជុំបូកសរុបការងារដីធ្លីនៅខេត្តកោះកុងសូមគូបញ្ជាក់ថាមកទល់ពេលនេះក្រមការងារចុះបញ្ជីដីធ្លីបានបញ្ចប់ការវាស់វែងក្បាលដីចំនួន104,100 ក្បាលដីចេញបានកម្មសិទ្ធិបានចំនួន31,968 បានចែកបានកម្មសិទ្ធិរួចបានចំនួន28,783 បាននឹងឈានទៅបញ្ចប់កិច្ចការនេះនាពេលឆាប់ៗខាងមុខនេះបើយើងទៅតាមកិច្ចប្រជុំការងារសូរិយោដីក្នុងភូមិសាស្ត្រខេត្តកោះកុងនាថ្ងៃទី6 ខែកុម្ភៈឆ្នាំ2026នេះ